យកទាំងអស់ឲ្យបានទៀតថាឲ្យបានជាថាកម្មវិធីយើងនឹងចាប់ឡើងនៅពេលបន្តិចទៀតអាស្រ័យលើនេះសូមយកកិត្តិយសចូលតាមទីកន្លែងនិងសម្រាប់របស់សូមអរគុណទីដកមីក្រូចឹង គណៈគ្រប់គ្រងសាលាជាទីគោរពអង្គវេទិកាជំនួយទី1ទៅជាបានសូមអនុញ្ញាតបកម្មវិធីជាបឋមជាបានសូមគោរពជំរាបសួរដល់គណៈគ្រប់គ្រងសាលានិងសូមគោរពជំរាបសួរដល់ភ្ញៀវកិត្តិយសទាំងអស់លោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សានុសិស្សនិងអង្គវេទិកាទាំងមូលជាទីមេត្រីជាបានឈ្មោះសុចាន្ទរៈបុត្រទីក្រេស្មុតឲ្យគ្នាតិច សិស្សថ្នាក់ទី9នៃសាលាអន្តរជាតិអូស្ត្រាលីបានជំរុញ ថ្ងៃនេះពួកខ្ញុំទាំងពីររូបពិតជាមានសេចក្តីសោកស្ដាយពីប្រៃលេងដែលបានថាជាពិធីករពិធីការនីក្នុងកម្មវិធីអបអរសាទរពិធីការរឆ្នាំថ្មីប្រពៃណីខ្មែរតំណាងឲ្យសាលាអន្តរជាតិអូស្ត្រាលីប៉ាស៊ីហ្វិកហៅកាត់ថាសាលាអេក្លាជាបឋមខ្ញុំបាទសូមអនុញ្ញាតដល់កម្មវិធីជាមួយសិស្សពីម៉ោង7ដល់ម៉ោង7កន្លះការអញ្ជើញមកដល់របស់អាណាព្យាបាលនិងសិស្សានុសិស្សពីម៉ោង7:30ដល់ម៉ោង7:45នាទីនៃការសម្ដែងរបស់ក្លឹបរបស់សាលាសិស្សនៃសាលាទូទៅខ្មែរថ្នាក់ទី9ពីម៉ោង7:40ដល់ម៉ោង7កន្លះការបង្ហាញឧបករណ៍ភ្លេងខ្មែរគឺវង់ភ្លេងមហោរីពីម៉ោង8:30នាទីដល់ម៉ោង8:40នាទីមានការបន្ទើសមត្ថភាពរំរបស់សាលាសិស្សថ្នាក់ទី4និងថ្នាក់ទី5បាត់ខ្ញុំនឹងស្រឡាញ់សម្រាប់ទ្វីពីម៉ោង7:40ដល់ម៉ោង8:40ព្រឹកនេះការបញ្ចេញសមត្ថភាពជាបទសារវ័នឆ្នាំថ្មីរបស់សិស្សានុសិស្សថ្នាក់ទី5ពីម៉ោង8:50នាទីដល់ម៉ោង9នាទីមានការបញ្ចេញសមត្ថភាពរំចង្វាក់តន្ត្រឹមរបស់សាលាសិស្សថ្នាក់ទី1ដល់ថ្នាក់ទី4ពីម៉ោង9ដល់ម៉ោង9:10នាទីព្រឹកការបញ្ចេញសមត្ថភាពជ្រឿនបទអបកាយលើមេឃក្នុងវគ្គតន្ត្រឹមរបស់សិស្សានុសិស្សថ្នាក់ទី5ពីម៉ោង9:10នាទីដល់ម៉ោង9:20នាទីមានការសម្ដែងរបស់គោលត្រឡោករបស់សាលាសិស្សថ្នាក់ទី5ពីម៉ោង9:20ដល់ម៉ោង9:35នាទីការបញ្ចេញសមត្ថភាពមួយគឺការសម្ដែងរឿងខ្លីរបស់សិស្សានុសិស្សមកពីថ្នាក់ទី10ជំរឿន1នាទីអនាគតមួយជីវិតពីម៉ោង9:45នាទីដល់ម៉ោង9:40នាទីមានការបញ្ចេញសមត្ថភាពច្រៀងខោដៃកងណាត់ចង្វាក់រងរបស់សាលាសិស្សថ្នាក់ទី5ពីម៉ោង9:40ដល់ម៉ោង9:50ការបញ្ចេញសមត្ថភាពរំលឹកបាននេសាទរបស់សិស្សានុសិស្សថ្នាក់ទី10ពីម៉ោង9:50នាទីដល់ម៉ោង10មានការបញ្ចេញសមត្ថភាពច្រៀងរបស់អ្នកគ្រូនីកូឡាបាត់កំឯងនឹងលើចង្វាក់ខែខាពីម៉ោង10ដល់ម៉ោង10:20នាទីព្រឹកនេះការលេងល្បែងប្រជាប្រិយនឹងកើតមានចោលជួននៅទីព្រ័ត្រពីម៉ោង10:20ដល់ម៉ោង10:30នេះមានការរកចង្វាក់ប្រពៃណីជុំគ្នានិងបញ្ចប់កម្មវិធីខ្ញុំបាទសូមអនុញ្ញាតជម្រាបភ្ញៀវកិត្តិយសទាំងអស់ឲ្យបានជម្រាបថាសម្រាប់ថ្ងៃនេះផងដែរសាលាយើងក៏មានលក់នំចំណីជាច្រើនមុខដូចជានំបញ្ចុកទឹកកកស៊ូនិងភេសជ្ជៈព្រមទាំងមានលក់វត្ថុអនុស្សាវរីយ៍ផងដែរហើយនៅខាងស្រាំដៃខ្ញុំបាទនេះភ្ញៀវកិត្តិយសអាចទៅជួបទិញបានសូមអរគុណមកនឹងឈានចូលទៅដល់ការសម្ដែងរបស់សាលាសិស្សយើងមានខ្ញុំសមាជិកស្រីដល់លោកគ្រូអ្នកគ្រូមេដាអាណាព្យាបាលសិស្សនិងផ្សេងកិត្តិយសទាំងអស់ចូលខលជាជួននៅខាងឆ្វេងឬខាងស្ដាំខ្លះដើម្បីសម្រួលដល់អ្នកសម្ដែងរបស់យើងសូមអរគុណមុននឹងចូលទៅដល់របាំត្រុដិខ្ញុំបាទសូមអនុញ្ញាតរៀបរាប់អំពីប្រវត្តិរបាំត្រុដិជាមួយសិនរបាំត្រុដិមានដើមកំណើតចេញពីជនជាតិចម្រែដែលជាជនជាតិភាគតិចដែលរស់នៅក្នុងភូមិភាគខាងលិចនិងជុំវិញបឹងទន្លេសាបរីឯពាក្យថាត្រុដិមានន័យថាកាត់ផ្ដាច់សំដៅលើការកាត់ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីសូមអរគុណសូមអរគុណលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សទាំងអស់ផ្ដល់សម្លេងធាក់ដែរឲ្យបានសាទរដល់បងប្អូនទី6យើងទាំងអស់គ្នាសូមអរគុណ
កុំឲ្យខ្មាស់គេដៃគូយើងជួយមើលគ្នាជួយសពុតឃើញឯងយើងរៀបឲ្យគ្នាសូមប្រទានមកខចាំយកលុយដើរគេពេលដើរទៅវិញបានទេមក